สดงในทางออกนี้สวากรมการใส่เรื่องทำไมได้มีจำนวนจึงแท้ SS Class Revival Hunter ได้ใส่เรื่องนี้คือหนึ่งเลือกลางเอาปีขมายโปรมาเนียชโมแต่กิมกงแช่ได้ในจำนวนจับดามในใส่เรื่องคือเตรียมตาจี Hunter ได้มีจำนวนธนาตีบชิงเกตแต่ปนนอปนแต่ในทั้งไงมุ้ยกวนคือตรึบันเกประโกนในการสกิลดอปีเซมุ้ยได้จำนวนสกิลมุ้ยนี้กวนคือมันไอสลับบานเลยเต้ในชีวิตเซนูกวนคือไทม์แต่งไอบรรทอยเปเป็นลีบานเตียดพองโดยชินฮายสำหรับทั้งไงนี้ปุยเยอในធ្វើការសម្រាយបន្តទៀតហើយស្វែងយល់ថាវានឹងទៅជាយ៉ាងណាមុននឹងឈានចូលទៅដល់ការបកស្រាយប្រសិនបើគ្នាយើងចង់ support ជាមួយនឹងខ្ញុំផ្ទាល់គឺគ្នាយើងអាចធ្វើបានតាមរយៈ QR code នេះបានឬមួយក៏គ្នាយើងអាចជួយទិញជាមួយនឹង anime ក៏បានដែរនិយាយទៅគឺថានៅក្នុងពេលនេះគឺមានជាមួយនឹង promotion បញ្ចុះតម្លៃពិតជាអស្ចារ្យខ្លាំងមែនទែននិយាយទៅគឺពី$15គឺមកសល់ត្រឹមតែ$10តែប៉ុណ្ណោះហើយនិយាយពីថាគឺមានជាមួយនឹង mode anime ជាច្រើនខ្លាំងមែនទែនដូច្នេះប្រសិនបើគ្នាយើងមានចំណាប់អារម្មណ៍កុំភ្លេចធ្វើដំណើរទៅកាន់ page IG សក្តា MCU Store ឬមកក៏ page Facebook សក្តា Anime and Manga ទាំងអស់គ្នាឬមួយក៏គ្នាយើងអាចធ្វើដំណើរទៅកាន់ link នៅក្នុង description ក៏បានដែរនិយាយទៅគឺគ្រាន់តែចុចមួយគឺបានធ្វើដំណើរទៅដល់ page តែម្ដងឥឡូវដើម្បីកុំឲ្យអ្នកទាំងអស់គ្នាចាំយូរតោះនៅក្នុងពិភពលោកមួយនេះគឺត្រឹមតែជាកន្លែងធម្មតាតែប៉ុណ្ណោះប៉ុន្តែនៅថ្ងៃមួយស្របពេលដែលគ្រប់គ្នាកំពុងតែរស់នៅប្រកបទៅដោយភាពសប្បាយរីករាយនោះបន្ទាយឬមួយក៏ Tower មួយក៏បានបង្ហាញខ្លួននៅក្នុងពិភពលោកតែម្ដងដែលបន្ទាយខ្ពស់នេះគឺមានរហូតដល់100ជាន់ឯណោះហើយមិនត្រឹមតែប៉ុណ្្នឹងទេមនុស្សមួយចំនួនគឺថែមទាំងទទួលបាននូវធម៌ពលពីបន្ទាយនេះទៀតផងដែលពួកគេគឺត្រូវបានគេហៅថាជា Hunter ដែលតួនាទីរបស់ពួកគេនោះគឺជាការកម្ចាត់នេសាទបិសាចនៅគ្រប់ជាន់នៃបន្ទាយខ្ពស់នេះទាំងអស់ផ្សេងរឿងគឺបានចាប់ផ្ដើមនៅក្នុងរយៈពេល10ឆ្នាំជាងបន្ទាប់ពីការបង្ហាញខ្លួននៃបន្ទាយដ៏ខ្ពស់មួយនោះដែលយើងឃើញថាក្រុមមួយដែលមានឈ្មោះថា The Black Dragon Guild គឺមិនអាចយកឈ្នះនេសាទបិសាចនៅជាន់ទី40បាននោះទេដែលអ្នកបានយកឈ្នះនេសាទបិសាចនៅជាន់មួយនេះគឺជាបុគ្គលម្នាក់ដែលមានឈ្មោះថា The Flame Emperor ដែលមានតែគាត់តែម្នាក់តែប៉ុណ្ណោះដែលអាចយកឈ្នះនៅមេបិសាចដែលប្រើប្រាស់នៅធម្មពលរបស់ខ្លួនយើងឃើញថានៅពេលដែលគាត់គឺបានយកឈ្នះនៅជាន់ដ៏ពិបាកមួយនេះគ្រប់គ្នាគឺពិតជាសរសើរទៅកាន់គាត់ខ្លាំងមែនទែនដែលអ្នកណាក៏ចង់ក្លាយទៅជាគាត់ផងដែរពីព្រោះថាគាត់គឺពិតជាបុគ្គលដែលពិតជាអស្ចារ្យខ្លាំងមែនទែនដែលបើទោះជាគាត់គឺជាមនុស្សដែលមានចិត្តអាក្រក់ប៉ុណ្ណាក៏ដោយគ្រប់គ្នាគឺនៅតែស្រឡាញ់គាត់ដដែលដែលសូម្បីតែតួអង្គឯករបស់យើងក៏ស្រឡាញ់ជាមួយនឹងគាត់ដូចគ្នាមុនពេលដែលពួកគេគឺត្រូវបានចែកផ្លូវគ្នានោះ The Flame Emperor គឺត្រូវបានគេសួរនៅសំណួរមួយដែលតើតើជំនឿធម្មពលរបស់គាត់ដែលនៅពេលដែលទទួលបាននៅសំណួរនេះភ្លាមគាត់គឺបានផ្ដល់នៅចម្លើយមួយដ៏ចម្លែកខ្លាំងមែនទែនដែលគាត់គឺបានលើកឡើងថាអ្នកខ្លះគឺគ្រាន់តែមានសំណាងតែប៉ុណ្ណោះដែលបើទោះជាអ្នកណាគឺអាចជោគជ័យដូចជាគាត់ក៏ដោយពួកគេគឺនៅតែមិនមានសង្ឃឹមអាចយកឈ្នះគាត់ដដែលដែលគាត់គឺនឹងសម្លាប់អ្នកនោះទៅដោយកំដាប់ដៃរបស់ខ្លួនបញ្ឈប់ជាមួយនឹងការទស្សនានៃការសម្ភាសមួយនេះកងចាគឺពិតជាមានការខឹងសម្បាខ្លាំងមែនទែនហើយក៏ពោពេញទៅដោយការច្រណែនផងដែរដែលបើសិនបើគាត់គឺមានធម៌ពលដូចជាមួយនឹងគេនោះគាត់គឺប្រកាសជាអាចខ្លាយទៅជា Hunter ដែលមានគេឈ្មោះល្បីជាមិនខានប៉ុន្តែស្របពេលដែលគាត់កំពុងតែយំតែម្នាក់ឯងនៅក្នុងបន្ទប់របស់គាត់នោះការពណ៌មាសមួយក៏បានធ្វើដំណើរមកដល់មុខគាត់តែម្ដងដែលមូលហេតុដែលគាត់គឺទទួលបានអាការមួយនេះគឺដោយសារតែការច្រណែនដល់ចំណុចកំពូលរបស់គាត់ពួកយើងបានស្វែងយល់ថាការមួយនេះគឺមានចំណុច skill ដ៏ពិសេសមួយដែល skill នេះគឺវាអាចធ្វើឲ្យគាត់ចម្លងយកនៅ skill ណាមួយរបស់អ្នកដទៃប៉ុន្តែដើម្បីបំពេញលក្ខខណ្ឌនៃ skill នេះបាននោះគាត់គឺត្រូវតែស្លាប់ទៅដោយកម្រាប់ដៃនៃបុគ្គលដែលគាត់ចង់ចម្លង skill នឹងឯងThe Tower ឬមកក៏បន្ទាយ100ជាន់គឺត្រូវបានបង្ហាញខ្លួននៅក្នុងភពផែនដីកាលពី10ឆ្នាំជាងមុននេះដែលវាគឺត្រូវបានមើលឃើញទៅដោយគ្រប់គ្នានៅគ្រប់ទីកន្លែងទាំងអស់ដែលជាន់នីមួយៗគឺប្រកបទៅដោយសត្វបិសាចដែលមកពីពិភពផ្សេងៗជាច្រើនដែលដើម្បីមានធម៌ពលនៅក្នុងការកម្ចាត់នៃសត្វបិសាចទាំងអស់នេះមនុស្សមួយចំនួនគឺទទួលបាននូវការ skill មួយដែលអ្នកដែលមានសំណាងនៅក្នុងការទទួលបាននូវ skill ដែលមានធម៌ពលខ្លាំងអស្ចារ្យគឺនឹងក្លាយទៅជា Hunter ចំណាត់ថ្នាក់ខ្ពស់ចំណែកឯ Hunter ដែលទទួលបាននូវ skill ដែលគ្មានប្រយោជន៍នោះគឺនឹងក្លាយទៅជា Hunter ចំណាត់ថ្នាក់ F ដែលជាចំណាត់ថ្នាក់ដែលទាបជាងគេបំផុតតែឡមកកាន់សាច់រឿងវិញយើងឃើញថាកងចាគឺពិតជាមានភាពសោកសៅខ្លាំងមែនទែនដែលបើទោះជាគាត់គឺទទួលបានការពំមាសការពីម្សិលមិញក៏ដោយគាត់គឺនៅតែមិនមានភាពសប្បាយរីករាយដដែលពីព្រោះថា skill ដែលគាត់ទទួលបាននោះគឺគ្មាននៅប្រយោជន៍សោះតែម្ដងយើងឃើញថាស្របពេលដែលពួកគេកំពុងតែធ្វើដំណើរទៅកាន់បន្ទប់របស់ខ្លួនកងចាគឺបានប្រទះឃើញនៅបុគ្គលចំនួន2នាក់ដែលពួកគេគឺជា The Flame Emperor ព្រមទាំង Hunter នារីម្នាក់ទៀតដែលបានឃើញបែបនេះគាត់គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថាបើតាមសារព័ត៌មានដែលគេបានផ្សាយនោះពួកគេទាំងពីរគឺជាគូសង្សារនឹងគ្នាដូច្នេះហេតុទៅបានជាគាត់គឺមានបំណងនៅក្នុងការសម្លាប់នាងបែបនេះ ព
ពួកយើងបានស្វែងយល់ថាមូលហេតុគាត់គឺបានព្យាយាមសម្លាប់នាងបែបហ្នឹងគឺដោយសារតែនាងគឺបានព្យាយាមសម្លាប់គាត់មុនតាមរយៈថ្នាំពឹសមួយដែលបើទោះជាត្រូវបានគេបដិសេធថាមិនដឹងអីប៉ុន្មានដងក៏ដោយគាត់គឺនៅតែមិនព្រមស្ដាប់ដដែលដោយគាត់គឺបានលើកឡើងថាខ្លួនគឺបានដឹងអំពីផែនការរបស់នាងមុនរួចទៅហើយដូច្នេះមិនឲ្យខាពេលយូរបន្ថែមទៀតនោះគាត់ក៏បានសម្រេចចិត្តសម្លាប់នាងតែម្ដងទស្សនាជាមួយនឹងព្រឹត្តិការណ៍មួយនេះកងចាគឺពិតជាមានភាពភ័យខ្លាចខ្លាំងមែនទែនដែលបកគោដែលឈរចំពោះមុខខ្លួនគឺមិនមែនជាវីរបុរសដែលត្រូវបានស្រឡាញ់ទៅដោយមនុស្សគ្រប់គ្នាឡើយដែលគាត់គឺជាឃាតករដែលពិតជាអាក្រក់ដែលមិនអាចលើកលែងឲ្យបាននោះទេដូច្នេះហើយមិនអាចធ្វើអ្វីបាននោះគាត់ក៏បានព្យាយាមរត់ចេញពីទីនោះទៅប៉ុន្តែគាត់គឺត្រូវបានតាមទាន់ទៅដោយគេតែម្ដងនៅពេលដែលបានជួបនៅស្ថានភាពបែបនេះកងចាគឺបានសន្យាថាមិនបានឃើញនៅអ្វីនេះទេប៉ុន្តែគេគឺមិនបានជឿនៅសម្ដីរបស់គាត់ឡើយដូច្នេះហើយឆ្ងល់ជាមួយនឹងរឿងមួយនោះកងចាក៏បានសួរទៅកាន់គេតែម្ដងតែហេតុអីបានជាគេគឺបានសម្លាប់នៅ Hunter នារីកាពីអំបញ្ញមិញបែបនេះតែគាត់គឺមានជាមួយនឹងផតាំងអ្វីទៅបានជាបានចោទថានាងគឺបានដាក់នៅថ្នាំពោតនៅក្នុងអាហាររបស់គាត់នៅពេលដែលបានឮនៅសំណួរមួយនេះ The Flame Emperor ក៏បានអស់នឹងសម្ដេចនៅសំណួរនេះតែម្ដងដែលគាត់គឺបានលើកឡើងថាមិនចាំបាច់មានជាមួយនឹងផតាំងនោះទេដែលគាត់គឺបានដឹងអំពីរឿងរ៉ាវនេះរួចទៅហើយដូច្នេះដើម្បីលុបបំបាត់នៃសាក្សីទាំងអស់នោះគាត់ក៏បានសម្លាប់កងចាតែម្ដងដែលស្របពេលដែលកងចាកំពុងតែស្លាប់នោះគាត់គឺបានសម្រេចចិត្តបញ្ចេញនៅឈ្មោះពិតរបស់ខ្លួនដែលឈ្មោះពិតរបស់គាត់គឺជាយូស៊ូហាដែលវាគឺជាឈ្មោះដែលឪពុករបស់កងចាគឺតែងតែទន្ទឹងជានិច្ចសង្ឃឹមថានៅថ្ងៃណាមួយកងចាគឺនឹងក្លាយទៅជាបុគ្គលដែលមានធម៌ពលខ្លាំងដូចជាបុគ្គលម្នាក់នេះប៉ុន្តែកងចាគឺបែរជាត្រូវបានស្លាប់ទៅដោយកំដាប់ដៃនៃឈ្មោះនេះទៅវិញយើងឃើញថានៅពេលដែលគាត់គឺត្រូវបានស្លាប់ភ្លាមគាត់គឺទទួលបានជាមួយនឹងការផ្ញើសារមួយដែលការផ្ញើសារនេះគឺបានបញ្ជាក់ប្រាប់គាត់ថាគាត់គឺបានបំពេញនៅលក្ខខណ្ឌរួចទៅហើយដែលនៅក្នុងពេលនេះគាត់គឺអាចចម្លងយកនៅស្គីមួយនៃឃាតករដែលសម្លាប់គាត់បានសម្រេចដែលបន្ទាប់ពីការចាប់យកនៅការប៉មាសមួយកងចាក៏ទទួលបាននៅជីវិតរបស់ខ្លួនត្រឡប់មកវិញគាត់គឺបានងើបឡើងនៅក្នុងបន្ទប់របស់ខ្លួនដែលជួបនឹងស្ថានភាពបែបនេះកងចាគឺពិតជាមានភាពភ្ញាក់ផ្អើលខ្លាំងមែនទែនហើយក៏មានជាមួយនឹងការឆ្ងល់ជាខ្លាំងផងដែរដែលនៅពេលដែលបានបើកចំណសារព័ត៌មាននោះគាត់គឺកាន់តែឆ្ងល់បន្ថែមទៅទៀតពួកយើងបានស្វែងយល់ថាសារព័ត៌មានដែលបានចាក់ផ្សាយនៅឯថ្ងៃនេះគឺវាដូចជាមួយសារព័ត៌មានការពីម្សិលមិញបេះបិទតែម្ដងដែលជួបនឹងស្ថានភាពបែបហ្នឹងកងចាគឺពិតជាមានការឆ្ងល់ខ្លាំងមែនទែនដូច្នេះហើយមិនដឹងតែគួរធ្វើយ៉ាងណានោះគាត់ក៏បានសម្រេចចិត្តបើកនៅស្គីរបស់ខ្លួនដែលគាត់គឺបានស្វែងយល់ថាគាត់គឺបានចម្លងយកនៅស្គីមួយនៃឃាតករដែលបានសម្លាប់គាត់បានសម្រេចដែលស្គីដ៏ពិសេសមួយនេះគឺវាអនុញ្ញាតឲ្យគាត់បន្ថយពេលវេលាចំនួន24ម៉ោងគ្រប់ពេលដែលគាត់គឺត្រូវបានស្លាប់ហើយអ្វីដែលពិសេសបំផុតនោះនៅពេលដែលគាត់គឺត្រូវបានស្លាប់នេះគាត់គឺមិនបាត់បង់ជាមួយនឹងការចងចាំឬមកក៏ធម្មពលអ្វីឡើយដូច្នេះនៅក្នុងពេលនេះគាត់គឺព្រៀបបានដូចជាមានជីវិតអមតៈអញ្ចឹងដែលគ្មានអ្នកណាគឺអាចសម្លាប់គាត់បាននោះទេនៅពេលដែលបានស្វែងយល់អំពីរឿងរ៉ាវនេះភ្លាមកងចាក៏បានសម្រេចចិត្តចេញទៅខាងក្រៅតែម្ដងដែលនៅក្បែរនោះគឺមានជាមួយនឹងការភ្លើងឆេះដ៏ធំមួយដែលអ្នកដែលបានធ្វើដំណើរមកសង្គ្រោះគ្រប់គ្នានោះគឺជា Hunter ចំណាត់ថ្នាក់ខ្ពស់ទាំងអស់ដែលមួយសន្ទុះក្រោយមក The Flame Emperor ក៏បានធ្វើដំណើរមកដល់ប៉ុន្តែផ្ទុយពីការពន្លត់នៅអគ្គីភ័យនោះគាត់គឺបានជាធ្វើដំណើរចេញពីទីនោះទៅវិញពីព្រោះថាគាត់គឺមិនព្រមធ្វើការងារដោយមិនមានការបង់ប្រាក់នោះទេដែលបានឃើញជាមួយនឹងទង្វើបែបនេះកងចាគឺពិតជាមានការខឹងសម្បាខ្លាំងមែនទែនដែលមនុស្សដ៏អាក្រក់ដូចជាគាត់គឺមិនត្រូវអនុញ្ញាតឲ្យរស់នៅបន្តទៀតឡើយដូច្នេះហើយពោពេញទៅដោយកំហឹងនោះកងចាក៏បានស្ទុះទៅព្យាយាមសម្លាប់គេតែម្ដងប៉ុន្តែអ្វីដែលគាត់ទទួលបានមកវិញនោះគឺជាការស្លាប់ទៅដោយសត្រូវនោះទៅវិញជាមួយនឹងការស្លាប់មួយនេះកងចាគឺបានបន្ថយពេលវេលារយៈពេល24ម៉ោងបានសម្រេចដែលនៅក្នុងពេលនេះគាត់គឺមិនមានជំនឿភាពស្ទាក់ស្ទើរទៀតនោះទេដែលគាត់គឺត្រូវតែស្វែងរកនៅវិធីដើម្បីសម្លាប់នៅសត្រូវរបស់ខ្លួនប៉ុន្តែបញ្ហាដ៏ធំបំផុតនោះសត្រូវក៏មានជំនឿស្គៀដើម្បីបន្ថយពេលវេលានៅពេលដែលគាត់ត្រូវបានស្លាប់ផងដែរដូច្នេះបើទោះជាកងចាគឺអាចសម្លាប់គាត់បានក៏ដោយគាត់គឺនៅតែអាចបន្ថយពេលវេលារយៈពេល24ម៉ោងបានដដែលដូច្នេះជំរើសតែមួយចុងក្រោយនោះគឺជាការបន្ថយពេលវេលាទៅកាន់ចំណុចមួយមុនពេលដែលគេគឺទទួលបានស្គីលមួយនេះទៅទៀតនិយាយចំគឺវាប្រហែលជា11ឆ្នាំមុននេះនៅពេលដែលបានស្វែងយល់អំពីព័ត៌មាននេះភ្លាមកងចាគឺបានព្យាយាមកណនានៅចំនួនថ្ងៃនៅក្នុងរយៈពេល11ឆ្នាំនេះដែលដល់ពេលដែលគាត់គឺត្រូវបានស្លាប់គាត់គឺនឹងបន្ថយពេលវេលាចំនួន1ថ្ងៃដូច្នេះប្រសិនបើគាត់គឺចង់បន្ថយពេលវេលាចំនួន11ឆ្នាំនោះគាត់គឺត្រូវតែស្លាប់រហូតដល់4000ដងជាងឯណោះយើងឃើញថានៅពេលដែលគាត់គឺបានកណនាឃើញនៅតួលេខនេះភ្លាមកងចាក៏បានចាប់ផ្ដើមសម្លាប់ខ្លួនឯងតែម្ដងដែលគាត់គឺបានសម្លាប់ខ្លួនឯងរហូតដល់4000ដងជាងឯណោះដែលដល់ពេលដែលគាត់គឺត្រូវបានសម្លាប់ខ្លួននោះគាត់គឺពិតជាមានការឈឺចាប់ខ្លាំងមែនទែនប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយគាត់គឺនៅតែទ្រាំបានដដែលដែលមិនយូរក្រោយមកទៀតគាត់គឺបានសម្លាប់ខ្លួនឯងរហូតដល់4000ដងឯណោះយើងឃើញថាបន្ទាប់ពីការឈឺចាប់នៃការស្លាប់អស់ជាច្រើនដងបែបនេះគាត់គឺបានធ្វើដំណើរមកដល់អតីតកាលបានសម្រេចដែលនៅក្នុងអតីតកាលនេះ The Flame Emperor
Emperor គឺមិនទាន់បានខ្លាយទៅជា Hunter ដែលមានគេឈ្មោះល្បីនៅឡើយនោះទេដូច្នេះគាត់គឺប្រកាសជាមិនទាន់ទទួលបាន skill ដើម្បីបន្ថយពេលវេលាបានផងដែរដូច្នេះប្រសិនបើកងចាគឺអាចសម្លាប់គាត់នៅក្នុងពេលនេះបាននោះគាត់គឺប្រកាសជាត្រូវបានស្លាប់ជារៀងរហូតតែម្ដងយើងឃើញថាបើទោះជានៅក្នុងពេលនេះ The Flame Emperor គឺមិនទាន់ទទួលបាននូវធម៌ពលច្រើនក៏ដោយកងចាគឺនៅតែមិនទាន់អាចទៅសម្លាប់គេបានដដែលដោយទៅវិញគាត់គឺបានព្យាយាមតាមដាននៅសកម្មភាពរបស់សត្រូវទាំងអស់ដែលបន្ទាប់ពីការភ្ញាក់ឡើងពីការសម្រាកនោះគេគឺនឹងធ្វើដំណើរទៅកាន់ជាន់ទី2ដើម្បីសម្លាប់នេសាទបិសាចតូចៗមួយចំនួនដែលបន្តមកទៀតគេគឺនឹងធ្វើដំណើរទៅកាន់ជាន់ទី6ដើម្បីព្យាយាមសម្លាប់នេសាទបិសាចនៅក្នុងជាន់នេះបន្ថែមទៅទៀតយើងឃើញថាដើម្បីសម្រេចនូវផែនការរបស់ខ្លួនកងចាគឺបានលៀបខ្លួនឯងជាមួយនឹងឈាមជាច្រើនដែលនៅពេលដែលបានឈាមប្រឡាក់ជាមួយនឹងគាត់បែបនេះគាត់គឺបានធ្វើដំណើរទៅកាន់ The Flame Emperor តែម្ដងដែលគាត់គឺបានព្យាយាមធ្វើជាសុំជំនួយពីគេផងដែរដែលបានឃើញបែបនេះគេគឺពិតជាមានការខឹងសម្បារខ្លាំងមែនទែនដោយគេគឺថែមទាំងព្យាយាមលួចយកនៅការរបស់កងចាទៀតផងនៅពេលដែលបានឃើញបែបនេះកងចាគឺគ្មាននៅការអាណិតទៅកាន់បុគ្គលម្នាក់នេះទៀតនោះទេពីព្រោះថាគាត់គឺពិតជាបុគ្គលដែលពិតជាអាក្រក់ខ្លាំងមែនទែនដូច្នេះហើយស្របពេលដែលគេគឺមិនបានចាប់អារម្មណ៍នោះគាត់ក៏បានវាយប្រហារទៅកាន់បុគ្គលម្នាក់នេះតែម្ដងដែលបន្តមកទៀតគាត់ក៏បានបណ្ដោយឲ្យសត្វឆ្កែចចកស៊ីជាមួយនឹងសាច់របស់សត្រូវផងដែរដែលនៅក្នុងពេលនេះគាត់គឺបានសម្លាប់នៅគោលដៅរបស់ខ្លួនបានសម្រេចនិងជាពិសេសនោះគាត់គឺបានសម្រេចនៅក្នុងការសងសឹករបស់ខ្លួនបន្ទាប់ពីបេសកកម្មមួយនេះកងចាគឺបានសម្រេចចិត្តធ្វើដំណើរទៅកាន់កន្លែងផឹកស៊ីមួយដែលនៅក្នុងពេលនេះគាត់គឺកំពុងតែព្យាយាមស្វែងរកនៅជំហានបន្តរបស់ខ្លួនដែលគាត់គឺគួរតែទៅចាក់ឆ្នោតឬមួយក៏យ៉ាងណាទៅពីព្រោះថាក្រព័ត៌មានដែលបានកាត់ឡើងនៅក្នុងរយៈពេល11ឆ្នាំខាងមុខនេះគាត់គឺបានដឹងមុនរួចទៅហើយដូច្នេះគ្រប់យ៉ាងទាំងអស់គឺពិតជាមានភាពងាយស្រួលសម្រាប់គាត់ខ្លាំងមែនទែនយើងឃើញថាស្របពេលដែលគាត់គឺកំពុងតែសប្បាយនោះបុគ្គលម្នាក់ក៏បានធ្វើដំណើរមកដល់ដែលបុគ្គលម្នាក់នេះគឺជា Hunter ចំណាត់ថ្នាក់លេខ1នៅក្នុងពិភពលោកមួយនេះដោយរហស្សនីរបស់គាត់គឺជា Sorsen រីឯឈ្មោះពិតរបស់គាត់នោះគឺជា Marcus Gallenberry នៅពេលដែលបានឃើញជាមួយនឹងគាត់ភ្លាមកងចាគឺពិតជាមានភាពអន្ទះសារខ្លាំងមែនទែនដែលគាត់គឺចង់ស្វែងយល់ថាប្រសិនបើគាត់គឺត្រូវបានស្លាប់ទៅដោយកំដាប់ដៃរបស់បុគ្គលម្នាក់នេះតើគាត់គឺនឹងអាចចម្លងយកនូវ skill របស់គេមួយណាទៅពីព្រោះថាគេម្នាក់នេះគឺជា Hunter ចំណាត់ថ្នាក់លេខ1នៅក្នុងពិភពលោកមួយនេះដូច្នេះគេគឺប្រកាសជាមានជំនឿ skill ដែលមានចំណាត់ថ្នាក់ខ្ពស់ជាមិនខានគ្មានជំនឿជំរឿសនោះកងចាគឺបានសម្រេចចិត្តស្វែងរកនូវព័ត៌មានតាក់ទងជាមួយនឹងបុគ្គលម្នាក់នេះដែលគាត់គឺមិនអាចរកឃើញនូវព័ត៌មានណាមួយដែលសំខាន់បាននោះទេដែលគាត់គឺគ្រាន់តែបានស្វែងយល់ថាបុគ្គលម្នាក់នេះគឺតែងតែនិយាយតែម្នាក់ឯងជានិច្ចដោយនៅពេលដែលបានកលេចទៅកាន់គេភ្លាមគាត់គឺបានស្វែងយល់តែព័ត៌មានមួយនេះគឺវាគឺជាការពិតមែនដែលក្រោយការអានបន្ថែមទៀតនោះគាត់គឺបានស្វែងយល់នូវព័ត៌មានដ៏សំខាន់មួយទៀតដែលដើម្បីធ្វើឲ្យបុគ្គលម្នាក់នេះខឹងសម្បារនោះគាត់គឺគ្រាន់តែលើកឡើងអំពីចែកចាយរបស់គាត់តែប៉ុណ្ណោះយើងឃើញថានៅពេលដែលគាត់គឺបានធ្វើដំណើរចេញពីទីនោះកងចាគឺបានសម្រេចចិត្តដើរតាមគាត់ពីខាងក្រោយតែម្ដងដែលពួកគេគឺបានធ្វើដំណើរទៅដល់ព្រៃស្ងាត់មួយដែលនៅពេលដែលពួកគេគឺកំពុងតែនៅតែ2នាក់នោះ Marcus គឺបានសម្រេចចិត្តបែរទៅខាងក្រោយផងដែរដែលគាត់គឺបានដឹងថាកងចាគឺកំពុងតែដើរតាមខ្លួនតាំងពីដំបូងមកម្ល៉េះនៅពេលដែលបានឃើញជាមួយនឹងកងចាភ្លាម Marcus គឺពិតជាមានការខឹងសម្បារខ្លាំងមែនទែនតែហេតុអីបានជាឃាតករសម្លាប់មនុស្សជាច្រើនដូចជាគាត់គឺបានធ្វើដំណើរមកតាមខ្លួនបែបនេះដែលបានលើនៅពាក្យសម្ដីនៅភ្លាមកងចាគឺពិតជាឆ្ងល់ខ្លាំងមែនទែនតែហេតុអីបានជាគេគឺបានហៅគាត់ថាជាឃាតករដែលសម្លាប់នៅមនុស្សច្រើនបែបហ្នឹងពួកយើងបានស្វែងយល់ថា Marcus គឺមានជំនឿ skill ដ៏ពិសេសមួយដែលអនុញ្ញាតឲ្យគាត់មើលឃើញនៅចំនួនមនុស្សដែលត្រូវបានសម្លាប់ទៅដោយគ្រប់បុគ្គលទាំងអស់ដែលបានស្វែងយល់អំពីរឿងរ៉ាវនេះភ្លាមកងចាក៏បានព្យាយាមបញ្យល់ប្រាប់ទៅកាន់គាត់តែម្ដងដែលគាត់គឺបានសម្លាប់មនុស្សតែម្នាក់តែប៉ុណ្ណោះដែលបុគ្គលម្នាក់ហ្នឹងគឺពិតជាអាក្រក់ខ្លាំងមែនទែនប៉ុន្តែ Marcus គឺមិនបានមើលឃើញបែបនេះឡើយពីព្រោះថាតួលេខនៅលើក្បាលរបស់កងចានោះគឺវារហូតដល់ 4091 នាក់ឯណោះបានន័យថាមួយគឺគាត់ទទួលបានបន្ទាប់ពីការសម្លាប់ The Flame Emperor ចំណែកឯចំនួន 4090 ទៀតនោះគាត់គឺទទួលបានបន្ទាប់ពីការសម្លាប់ខ្លួនឯងចំនួន 4090 ដងយើងឃើញថាគ្មានជំរឿនជំរឿទៀតនោះកងចាក៏បានព្យាយាមរត់ចេញពីទីនោះទៅដែលបានឃើញជាមួយនឹងគាត់កំពុងតែរត់បែបនេះ Marcus ក៏បានព្យាយាមរត់តាមសម្លាប់គាត់ផងដែរប៉ុន្តែមុនពេលដែលគាត់គឺត្រូវបានសម្លាប់គេនោះគាត់គឺបានបញ្ឈប់នៅដៃរបស់ខ្លួនតែម្ដងហើយអ្វីដែលចម្លែកបំផុតគាត់គឺបានចាប់ផ្ដើមនិយាយជាមួយនឹងខ្លួនឯងសារជាថ្មីនៅពេលដែលបានឃើញនៅព្រឹត្តិការណ៍មួយនេះកងចាគឺពិតជាមានការឆ្ងល់ខ្លាំងមែនទែនដែលគាត់គឺបានសន្មតថាគេគឺប្រកាសជាកំពុងតែសន្ទនាគ្នាជាមួយនឹង Hunter ដទៃជាមិនខានដែលនៅពេលដែលគេគឺបានស្វែងយល់ទៅគាត់គឺបានសម្លាប់មនុស្សរហូតដល់ 4000 នាក់ជាងនោះគាត់គឺប្រកាសជាទទួលបាននូវទរណកម្មដែលនឹកស្មានមិនដល់នោះទេដូច្នេះគាត់គឺមិនអាចឲ្យរឿងនេះកាត់ឡើងបានឡើយបានន័យថាគាត់គឺត្រូវតែស្លាប់ទៅដោយកំដាប់ដៃរបស់បុគ្គលចំពោះមុខខ្លួននៅក្នុងពេលនេះតែម្ដងគ្មានជំនឿជំរឿសនោះកងចាគឺបានលើកឡើងអំពីចែកចាយរបស់គាត់ដែលបានលើកបែបនេះភ្លាម Marcus គឺពិតជាខឹងសម្បារខ្លាំងមែនទែនដែលគាត់ក៏បានសម្
សម្រាប់កងចានៅក្នុងពេលមួយរំពេចផងដែរដែលដោយសារតែវាគឺលឿនពេកនោះកងចាគឺមិនដឹងថាខ្លួនឯងគឺត្រូវបានស្លាប់នោះទេនៅពេលដែលគាត់គឺត្រូវបានស្លាប់នោះកងចាគឺមានឱកាសនៅក្នុងការចម្លងយកនូវ skill ណាមួយរបស់បុគ្គលដែលបានសម្លាប់គាត់កាលពីអំបញ្ញមិញនេះប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលបំផុតនោះគេគឺមិនមានជាមួយនឹងការពណ៌មាសនោះទេដែលបានឃើញបែបហ្នឹងគាត់គឺពិតជាឆ្ងល់ខ្លាំងមែនទែនតែហេតុអីបានជា Hunter ដែលមិនមាន skill ពណ៌មាសគឺអាចខ្លាយទៅជា Hunter ចំណាត់ថ្នាក់លេខ1នៅក្នុងពិភពលោកបែបនេះគ្មានជាមួយនឹងជំរើសនោះកងចាគឺបានសម្រេចចិត្តចម្លងយកនូវ skill ពណ៌ប្រាក់មួយដែលបន្ទាប់ពីការចម្លងរួចរាល់ហើយនោះគាត់ក៏បានបន្ថយពេលវេលារយៈពេល24ម៉ោងត្រឡប់មកវិញដែលនៅពេលដែលបានមកដល់បន្ទប់របស់ខ្លួនវិញនោះគាត់ក៏បានបើកមើល skill ដែលខ្លួនមានទាំងអស់ដែលគាត់បានស្វែងយល់ថាការចម្លងរបស់គាត់គឺវាត្រូវបានធ្វើឡើងបានសម្រេចយើងឃើញថាស្របពេលដែលគាត់កំពុងតែសម្រាកនោះកងចាគឺបានឮជំនឿសំឡេងរបស់បុគ្គលម្នាក់ដែលកំពុងតែនៅក្បែរខ្លួនដែលនៅពេលដែលគាត់គឺបានកលេចទៅមើលនោះគាត់គឺបានប្រទះឃើញនៅបុគ្គលម្នាក់គឺកំពុងតែនៅក្បែរគាត់ផងដែរដែលបានឃើញបែបនេះកងចាគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនពួកយើងបានស្វែងយល់ថានេះហើយគឺជា skill ដែលគាត់គឺបានចម្លងគេកាលពីអំបញ្ញមិញនេះដែលវាគឺអនុញ្ញាតឲ្យគាត់មើលឃើញព្រមទាំងសន្ទនាគ្នាជាមួយនឹងពលឹងដែលបានបង្ហាញខ្លួននេះឯងដែលពួកយើងបានស្វែងយល់ថាបុគ្គលម្នាក់នេះគឺជា Hunter ដែលមានដើមកំណត់មកពីភពមួយផ្សេងទៀតប៉ុន្តែដោយសារតែភាពបរាជ័យនៅក្នុងការយកឈ្នះនៅជាន់ទី100នៃបន្ទាយខ្ពស់នោះគាត់ក៏បានក្លាយទៅជាពលឹងមួយតែម្ដងដែលមានតែអ្នកកាន់នៅ skill ដែលកងចាបានចម្លងពី Marcus តែប៉ុណ្ណោះដែលអាចមើលឃើញព្រមទាំងសន្ទនាគ្នាជាមួយនឹងគាត់ផងដែរនៅពេលដែលបានស្វែងយល់អំពីរឿងរ៉ាវនេះភ្លាមពួកគេទាំងពីរគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលក្នុងពេលនេះកងចាក៏ទទួលបាននូវចម្លើយដែលគាត់តែងតែឆ្ងល់ផងដែរដែលរកពេលដែល Marcus គឺបាននិយាយម្នាក់ឯងនោះគឺមិនមែនដោយសារតែគាត់គឺឈួតនោះទេប៉ុន្តែគាត់គឺកំពុងតែនិយាយគ្នាជាមួយនឹងពលឹងនេះទៅវិញនៅពេលដែលពួកគេគឺបានសម្រួលអារម្មណ៍ហើយនោះកងចាក៏បានបញ្យល់ប្រាប់នៅរឿងរ៉ាវដែលបានកើតឡើងទាំងអស់ដែលគាត់គឺបានសម្លាប់នៅខ្លួនឯងរហូតដល់ 4000 ដងឯណោះដើម្បីអីគឺដើម្បីតែការសងសឹកទៅកាន់បុគ្គលដែលសម្លាប់គាត់នឹងឯងប៉ុន្តែជាលទ្ធផលនោះតួលេខនៃការសម្លាប់មនុស្សរបស់គាត់គឺវាបានកើនឡើងផងដែរដូច្នេះគាត់គឺមិនអាចឲ្យ Marcus ឃើញជាមួយនឹងគាត់បានទៀតនោះទេពីព្រោះថាគេគឺប្រកាសជាព្យាយាមសម្លាប់គាត់ម្ដងទៀតជាមិនខាននៅពេលដែលបានស្វែងយល់នៅរឿងណាទាំងអស់នេះ The Sword Emperor ដែលជាឈ្មោះនៃពលឹងមួយនេះគឺពិតជាមានចំណាប់អារម្មណ៍ខ្លាំងមែនទែនដែលគាត់ក៏បានសម្រេចចិត្តឲ្យកងចាធ្វើដំណើរទៅកាន់ជាន់ទី2នៃបន្ទាយផងដែរដែលគាត់គឺចង់ស្វែងយល់ថាតើកងចាគឺមានធម៌ពលខ្លាំងប៉ុណ្ណាទៅនៅពេលដែលបានឃើញធម៌ពលរបស់គាត់ភ្លាម The Sword Emperor គឺមិនមានជាមួយនឹងការសប្បាយចិត្តប៉ុន្មាននោះទេដែលកងចាគឺពិតជាមានធម៌ពលអន់ខ្លាំងមែនទែនដែលសំបីតែ Aura ដែលជាប្រភពធម៌ពលរបស់គាត់ក៏គាត់គឺមិនទាន់ចេះបញ្ចេញវាមកផងដែរប៉ុន្តែទេពកោសល្យដែលគាត់មានដែលពិតជាអស្ចារ្យបំផុតនោះគឺជាការមិនខ្លាចស្លាប់របស់គាត់ដែលនេះគឺជាទេពកោសល្យដែលគ្រប់ Hunter ទាំងអស់តែងតែខ្វះខាតជានិច្ចនៅពេលដែលបានបញ្យល់អំពីគ្រប់យ៉ាងហើយនោះ The Sword Emperor ក៏បានបង្កើតនូវការសន្យាមួយដែលគាត់គឺនឹងខ្លាយទៅជាគ្រូបង្រៀនរបស់កងចាដោយផ្ទាល់តែម្ដងដែលពួកគេទាំងពីរគឺនឹងខ្លាយទៅជា Hunter ដែលកំចាត់នៅគ្រប់ជាន់នៅក្នុងបន្ទាយនេះទាំងអស់ប៉ុន្តែមកដល់ត្រឹមនេះហើយភាគមួយនៃសាច់រឿងរបស់គីមកងចាក៏ត្រូវបានបញ្ចប់ដែលបើសិនបើគ្នាយើងចង់ support ជាមួយនឹងខ្ញុំផ្ទាល់គឺគ្នាយើងអាចធ្វើបានតាមរយៈ QR Code នេះបានឬមួយក៏គ្នាយើងអាចជួយខ្ញុំតាមរយៈការទិញជាមួយនឹង iAnime ក៏បានដែរ